បងប្អូនជាទីស្រឡាញ់ជារៀងរាល់ឆ្នាំក្នុងទិវាបេសកកម្មប្រកាសដំណឹងល្អពិភពលោកព្រះសហគមន៍កាតូលិកទាំងមូលរួមគ្នាអធិដ្ឋានរួបរวมគ្នាជាពិសេសសម្រាប់អស់អ្នកដែលប្រកាសដំណឹងល្អនិងជាផលផ្លែនៅក្នុងបេសកកម្មមួយនេះខ្ញុំបានបម្រើក្នុងនាមជាប៊ូជីចានិងក្រោយមកពេលខ្ញុំក្លាយជាលោកអភិបាលនៃប្រទេសប៉េរូខ្ញុំបានឃើញតល់នៅជំនឿការអធិដ្ឋាននិងភាពសប្បុរសនៅក្នុងទិវាបេសកកម្មប្រកាសដំណឹងល្អពិភពលោកអាចផ្លាស់ប្ដូរព្រះសហគមន៍ទាំងមូលខ្ញុំសូមជំរុញឲ្យព្រះសហគមន៍ទាំងអស់ចូលរួមក្នុងទិវាបេសកកម្មប្រកាសដំណឹងល្អសកលនេះការអធិដ្ឋានការគាំទ្ររបស់អ្នកនឹងជួយផ្សព្វផ្សាយដំណឹងល្អជាពិសេសអ្នកប្រកាសដំណឹងល្អសកម្មភាពអប់រំជំនឿជួយកសាងព្រះវិហារថ្មីនិងតម្រូវការថែទាំសុខភាពរួមទាំងការអប់រំរបស់បងប្រុសបងស្រីរបស់យើងនៅក្នុងដែនដីនៃបេសកកម្មមួយនេះនៅថ្ងៃទី19ខែតុលានេះនៅពេលដែលយើងសញ្ជឹងរួមគ្នាលើការត្រាស់ហៅក្នុងអក្សរសញ្ញាជ្រុំមួយទឹករបស់យើងដើម្បីធ្វើជាសាក្សីក្នុងការប្រកាសដំណឹងល្អនៃក្តីសង្ឃឹមក្នុងចំណោមប្រជាជនទាំងអស់សូមឲ្យយើងបដិញ្ញាចិត្តជាមួយកិច្ចការថ្មីនិងអំណរសប្បាយក្នុងនាមព្រះគ្រីស្ទយេស៊ូវដែលជាក្តីសង្ឃឹមរបស់យើងទៅថ្ងៃចុងក្រោយបង្អស់នៃផែនដីខ្ញុំសូមអរគុណចំពោះអ្វីៗគ្រប់យ៉ាងដែលអ្នកនឹងធ្វើជាមួយខ្ញុំដើម្បីជួយដល់អស់អ្នកដែលប្រកាសដំណឹងល្អទៅកាន់ពិភពលោក